ជំរាបសួរនាងខ្ញុំបច្ចៈបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយក topic មួយនិយាយអំពីជំងឺធាត់នៅក្នុងវ័យកុមារជំងឺធាត់គឺកើនឡើងខ្លាំងនៅទូទាំងពិភពលោកទាំងប្រទេសដែលអភិវឌ្ឍនិងប្រទេសដែលកំពុងអភិវឌ្ឍប្រទេសកម្ពុជាយើងក៏មានអត្រានៃជំងឺធាត់នេះកើនឡើងខ្លាំងដែរអ្នកដែលធាត់នៅពេលវ័យក្មេងទំនងជាអាចធាត់នៅពេលពេញវ័យហើយហានិភ័យនៃជំងឺទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូងក៏មានកម្រិតខ្ពស់ដែរតាមនិយមន័យភាពធាត់គឺជាការប្រមូលផ្ដុំជាតិខ្លាញ់ច្រើនហួសធម្មតាដែលគេវាតម្លៃដោយប្រើ BMI គឺសន្ទុះ Mass Index សម្រាប់ក្មេងដែលមានអាយុពី2ឆ្នាំទៅ20ឆ្នាំBMI ហ្នឹងគឺរូបមន្តរបស់វាគឺស្មើនឹងទម្ងន់ចែកគិតជាគីឡូក្រាមចែកនឹងកម្ពស់គិតជាសង់ទីម៉ែត្រលើកជាការ៉េបើសិនជាលើសទម្ងន់គឺ overweight គឺ BMI គឺ85ទៅ95 percentile ប៉ុន្តែបើសិនជា obesity គឺធាត់ BMI គឺធំជាងឬក៏លើស95 percentile percentile ហ្នឹងគឺភាគរយប្រៀបធៀបBMI របស់កុមារទៅកុមារផ្សេងទៀតដែលមានអាយុដូចគាត់ហើយនឹងភេទដូចគាត់អញ្ចឹងបើសិនជាដូចថាគាត់ overweight អញ្ចឹង BMI របស់គាត់ហ្នឹងគឺចន្លោះពី85ទៅ95 percentile ហ្នឹងគឺមានន័យថាទម្ងន់របស់ពួកគាត់ហ្នឹងគឺខ្ពស់ជាង85ទៅ95% នៃកុមារផ្សេងទៀតដែលមានអាយុដូចគាត់ហើយនឹងភេទដូចគាត់តើអ្វីជាយន្តការនៃការធាត់គឺកើតឡើងដោយសារតែការស្តុកទុកនៅថាមពលដែលខ្ពស់លើសកម្រិតដែលរាងកាយត្រូវការធម្មតាក្មេងគាត់ត្រូវការថាមពលសម្រាប់តម្រូវការថាមពលប្រចាំថ្ងៃរបស់គាត់ផងនិងតម្រូវការថាមពលសម្រាប់ការលូតលាស់របស់គាត់ផងដែរប៉ុន្តែប្រសិនបើថាមពលទាំងពីរហ្នឹងសម្រាប់តម្រូវការលូតលាស់របស់គាត់និងតម្រូវការប្រចាំថ្ងៃរបស់គាត់ហ្នឹងគឺសល់លើសកម្រិតវានឹងស្តុកទុកទៅជាខ្លាញ់នឹងធ្វើឲ្យទៅជាធាត់ភាពធាត់របស់កុមារគឺវាកើតឡើងដោយសារតែការរួមបញ្ចូលគ្នានៃកត្តាបរិស្ថានគឺបរិយាកាសដែលគាត់រស់នៅហ្នឹងកត្តាជីវសាស្ត្រកត្តាហ្សែនកត្តាក្រពេញនិងកត្តាផ្សេងទៀតទី1គឺកត្តាបរិស្ថានដែលជាកត្តាសំខាន់ជាងគេធាត់ច្រើនកើតឡើងលើក្មេងដែលគាត់ញ៉ាំអាហារសម្បូរកាឡូរីខ្លាំងពេកដូចជាសាប៊ូស្ករសាប៊ូម្សៅកាទៀវនំប៉័ងនំខេកបាយក៏សម្បូរកាឡូរីដែរក្មេងដែលញ៉ាំទឹកដោះគោច្រើនពេកជាទូទៅអាយុលើសពី2ឆ្នាំគឺគេឲ្យញ៉ាំទឹកដោះគោ maximum ត្រឹមតែ400 ml តែប៉ុណ្ណោះប៉ុន្តែក្មេងខ្លះគឺគាត់ញ៉ាំច្រើនតែម្ដងដល់1000 ml ឬមួយក៏លើស1000 ml ទៅទៀតហើយគាត់ញ៉ាំទឹកដោះគោច្រើនហើយគាត់ញ៉ាំអាហារផ្សេងទៀតច្រើនទៀតអញ្ចឹងវាធ្វើឲ្យគាត់ប្រឈមនឹងភាពធាត់អ្នកញ៉ាំអាហារច្រើនហើយនឹងជាប្រចាំក្មេងដែលញ៉ាំភេសជ្ជៈដែលមានថាមពលខ្ពស់ដែលមានជាតិស្ករច្រើនដូចជាទឹកដោះគោដែលមានជាតិផ្អែមទឹកសណ្តែកទឹកផ្លែឈើភេសជ្ជៈកំប៉ុងផ្អែមហ្នឹងគឺវាអាចធ្វើឲ្យធាត់ក្មេងដែលញ៉ាំច្រើនដងអាច5ទៅ6ដងក្នុងមួយថ្ងៃញ៉ាំអាហារមិនទាន់ស្រកពោះផងគាត់ចាប់ផ្ដើមញ៉ាំអាហារផ្សេងទៀតនិងរបៀបរបបអ្នករស់នៅដែលនៅស្ងៀមក្មេងដែលគាត់មើលតែទូរស័ព្ទនៅស្ងៀមមិនសូវអាក់ធីធ្វើចលនានៅខាងក្រៅថ្មឹងស្ងៀមហ្នឹងថាមពលដែលគាត់ញ៉ាំគឺអត់បានចំណាយប្រើប្រាស់ស្តុកទុកទៅជាខ្លាញ់មូលហេតុទី2គឺតាក់ទងជាមួយនឹងកត្តាជីវសាស្ត្រការគ្រប់គ្រងការឃ្លានគឺត្រូវបានគ្រប់គ្រងដោយខួរក្បាលជាពិសេសនៅកន្លែងមួយដែលគេហៅថា hypothalamus ហ្នឹងគឺវាចូលរួមចំណែកសំខាន់នៅក្នុងការបញ្ជូនសារអរម៉ូនទៅខួរក្បាលបញ្ជាក់ថាយើងឃ្លានឬមួយក៏ឆ្អែតវាមានអរម៉ូនសំខាន់ដែលគ្រប់គ្រងនៅក្នុងការឃ្លានទី1គឺអរម៉ូនក្រេលីនហ្នឹងគឺជាអរម៉ូនឃ្លានវាកើតឡើងនៅពេលយើងឃ្លានឬពេលដែលយើងគេងមិនលក់ជំរុញឲ្យយើងចង់ញ៉ាំអាហារជាពិសេសគឺអាហារមានជាតិស្ករខ្ពស់មួយទៀតគឺអរម៉ូនលឹពទីនអរម៉ូនឆ្អែតអរម៉ូននេះលឹពទីនហ្នឹងគឺប្រាប់ខួរក្បាលថាឆ្អែតហើយអរម៉ូនលឹពទីននេះជំរុញឲ្យសារតែកោសិកាខ្លាញ់
ហើយ leptin នេះវាថយចុះនៅពេលដែលយើងគេមិនលក់ឬក៏ពេល stress ហូម៉ូនមួយទៀតគឺហូម៉ូន cortisol ដែលវាកើតឡើងនៅពេល stress វាជំរុញឲ្យការឃ្លានអញ្ចឹងការគេមិនលក់ហើយនឹង stress ក៏ជាផ្នែកមួយនៃជំងឺធាត់របស់កុមារដែរតកតងមួយកត្តាជីវសាស្ត្រដែរគឺកាត់ microbiome និងការធាត់ microbiome ហ្នឹងគឺជាបាក់តេរីល្អនៅក្នុងពោះវៀនកាលណា imbalance កាត់ microbiome ហ្នឹងបាក់តេរីអាក្រក់គឺវាបញ្ចេញសារជាតិបញ្ចូលទៅប្រព័ន្ធប្រសាទដែលជាទៅខួរក្បាលដែលធ្វើឲ្យឃ្លានហើយវាធ្វើឲ្យរំខានដល់ការរំលាយអាហារធ្វើឲ្យបំផ្លាញអរម៉ូនដែលគ្រប់គ្រងជាតិខ្លាញ់បង្កហានិភ័យនៃភាពធាត់និងអាឡែស៊ីតើអ្វីដែលប៉ះពាល់ទៅដល់កាត់ microbiome វាមានកត្តាពីរយ៉ាងដែលប៉ះពាល់ទៅដល់កាត់ microbiome ទី1គឺរបៀបកំណើតសម្រាប់ទារកដែលកើតរបៀបធម្មជាតិគឺពួកគាត់ត្រូវបានប៉ះពាល់ជាមួយនឹងបាក់តេរីល្អពីតាមទ្វារមាសរបស់ម្ដាយអញ្ចឹងបាក់តេរីល្អទាំងនេះគឺវាជួយបង្កើត microbiome នៅក្នុងពោះវៀនរបស់កុមារដែលមានសុខភាពល្អចំណែកឯក្មេងដែលកើតឡើងដោយសារការវះកាត់គាត់បាត់បង់ឱកាសនៅក្នុងការដែលប៉ះពាល់ជាមួយនឹងបាក់តេរីល្អរបស់នៃទ្វារមាសរបស់ម្ដាយនឹងអញ្ចឹងធ្វើឲ្យកាត់ microbiome របស់គាត់នឹងគឺមិនបានបង្កើតបានល្អទេទី2គឺប៉ះពាល់ទៅដោយចំណីអាហារល្អដែលជួយនៅក្នុងកាត់ microbiome គឺអាហារដែលមានជាតិសរសៃអាហារដែលមាន probiotic ដូចជាយ៉ាអ៊ូដូចជាទឹកខ្មេះប៉មគីមឈីអីហ្នឹងគឺជាអាហារដែលជួយពោះវៀនអាហារសម្បូរទៅដោយ polyphenol ដូចជាពួក berry ពួក green tea ឬក៏ olive oil ហ្នឹងគឺសុទ្ធតែជាអាហារល្អសម្រាប់ជួយដល់កាត់ microbiome ទី3គឺកត្តាហ្សែនភាពធាត់ជាទូទៅគឺបណ្ដាលមកពីហ្សែនជាច្រើនបូករួមផ្សំជាមួយនឹងការរស់នៅដំណាក់កាលដំបូងនៃជីវិតរបស់កុមារនឹងដែលវាប៉ះពាល់ទៅដល់របៀបដែលហ្សែនធ្វើការហ្សែនហ្នឹងគឺរបៀបដែលរាងកាយយើងធ្វើការដូចរបៀបដែលយើងដុតជាតិខ្លាញ់របៀបដែលយើងធ្វើមេតាបូលីសរបៀបដែលយើងឃ្លានដូចអ្នកខ្លះគឺនិយាយថាគ្រាន់តែលេបទឹកមាត់ក៏ធាត់ដែរប៉ុន្តែយើងត្រូវចាំថាការមានហ្សែនធាត់មិនបានន័យថាយើងនឹងធាត់ទេគ្រាន់តែវាអាចនឹងធ្វើឲ្យកាន់តែងាយស្រួលក្នុងការធាត់ហើយនឹងពិបាកក្នុងការថយទម្ងន់តែប៉ុណ្ណោះទី4គឺកត្តាអរម៉ូនបញ្ហាអរម៉ូនជាទូទៅអាចបណ្ដាលឲ្យធាត់ដែរជាអរម៉ូនដែលតាក់ទងជាមួយនឹងភាពធន់នៃអាំងស៊ូលីនរាងកាយរបស់យើងគឺបង្កើតអាំងស៊ូលីនដើម្បីគ្រប់គ្រងជាតិស្កររបស់យើងអញ្ចឹងនៅពេលដែលអាំងស៊ូលីនខ្លាំងច្រើនពេកវាធ្វើឲ្យស្តុកទុកនៅជាតិខ្លាញ់ជាពិសេសនៅក្នុងក្បាលពោះអញ្ចឹងបានជាយើងឃើញថាអ្នកដែលគាត់ញ៉ាំស្កររាងកាយរបស់យើងបញ្ចេញអាំងស៊ូលីនអញ្ចឹងវាធ្វើឲ្យស្តុកទុកនៅជាតិខ្លាញ់ជាតិប្រូតេអ៊ីនអាចធ្វើឲ្យធាត់ទី2គឺអរម៉ូន thyroid ដូចជាជំងឺ hypothyroidism អរម៉ូន thyroid ហ្នឹងគឺជាអរម៉ូនដែលដុតកម្ដៅនៅក្នុងដុតកាឡូរីនៅក្នុងរាងកាយអញ្ចឹងក្មេងដែលគាត់មាន hypothyroidism គាត់ប្រឈមនឹងការធាត់ហើយនឹងទាបទី3គឺអរម៉ូន cortisol ដែលជាអរម៉ូន stress ដែលមកពីភាពតានតឹងរ៉ាំរ៉ៃធ្វើឲ្យកើនខ្លាញ់ក្បាលពោះហើយនឹងឃ្លានជាតិស្ករចំពោះក្មេងស្រីអាចមានបញ្ហាតាក់ទងជាមួយនឹងអរម៉ូន PCOS ហៅថា Polycystic Ovarian Disease ដែលធ្វើឲ្យធាត់ជាពិសេសនៅជុំវិញចង្កេះវាកើតឡើងដោយសារតែ imbalance នៃអរម៉ូនថ្នាំនិងសារជាតិពុលដែលបង្កឲ្យធាត់ថ្នាំខ្លះអាចបង្កឲ្យឡើងទម្ងន់ដូចជាថ្នាំ antipsychotic គឺវាជួយឲ្យបន្ធូរអារម្មណ៍ប៉ុន្តែវាអាចធ្វើឲ្យធាត់ insulin ជាថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប៉ុន្តែក៏វាអាចធ្វើឲ្យស្តុកទុកនៅជាតិខ្លាញ់និងជាតិប្រូតេអ៊ីនដែរsteroid ក៏វាអាចធ្វើឲ្យធាត់ដែរបញ្ហាតាក់ទងជាមួយនឹងតុកស៊ីនមានសារជាតិមួយគឺមានឈ្មោះថា BPA ន័យថា bisphenol A ជាសារធាតុគីមីមួយដែលសម្បូរនៅក្នុងដបទឹកកំប៉ុងឬមួយក៏ប្រដាប់ផ្ទុកអាហារវាចេញច្រើននៅពេលដែលផលិតផលហ្នឹងប្រើយូរពេកឬមួយក៏ត្រូវកម្ដៅខ្លាំងវាដើរតួនាទីជាប្រព័ន្ធអរម៉ូនដែលជំនួសអរម៉ូននៅក្នុងទូខ្លួនយើងដែលវារំខានដល់ប្រព័ន្ធអរម៉ូនរបស់យើង
វាធ្វើឲ្យបង្កើតទៅជារំខានដល់ការរំលាយអាហារបង្កើនទុកនៅជាតិខ្លាញ់ហើយនឹងការហានិភ័យនៃភាពធាត់ហើយ BPA ហ្នឹងគឺយើងឃើញមាននៅក្នុងកំប៉ុងជាពិសេសកំប៉ុងទឹកដោះគោដែលគេដាក់ចំហុយយូរទៅបើសិនជាកំប៉ុងហ្នឹងគឺវាមានជាតិ BPA គឺវាចាប់ផ្ដើមចេញមកអញ្ចឹងហើយពុកម្ដាយគួរតែជ្រើសរើសប្រើកំប៉ុងណាដែលមានដែលគេដាក់ថា BPA free បានន័យថាវាអត់មានជាតិ BPA នៅក្នុងកំប៉ុង